ទីកន្លែងល្បីៗទាំង5នៅជុំវិញពិភពលោកដែលត្រូវបានបោះបង់ចោលសពថ្ងៃនេះមនុស្សរស់នៅលើភពផែនដីយើងមានចំនួនប្រមាណ 7,000 លាននាក់ហើយចំនួនដ៏ច្រើនលើសលប់នេះមិនសមថាមានកន្លែងណាដែលនៅសេសសល់ឬគ្មានមនុស្សរស់នៅឡើយប៉ុន្តែផ្ទុយទៅវិញមានទីកន្លែងច្រើនដែលត្រូវបានគេបោះបង់ចោលឬគ្មានមនុស្សរស់នៅទេនៅក្នុងវីដេអូនេះសូមលើកយកទីកន្លែងល្បីៗចំនួន5ដែលត្រូវបានគេបោះបង់ចោលចង់ដឹងថាតើវាស្ថិតនៅក្នុងប្រទេសណាខ្លះតោះសូមអញ្ជើញតាមដល់អ្នកនរគ្នាទី1ទីក្រុងព្រីយ៉ាត់ទីក្រុងព្រីយ៉ាត់គឺជាទីក្រុងខ្មោចដែលស្ថិតនៅខាងជើងនៃប្រទេសអ៊ុយក្រែនជិតព្រំដែនរបស់ប្រទេសបេឡារុសកាលពីឆ្នាំ 1970 វាក្លាយជាទីក្រុងទី9របស់សហភាពសូវៀតដែលត្រូវបានគេបិទសម្រាប់សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ក្រោយមកនៅឆ្នាំ 1979 ទីក្រុងនេះត្រូវប្រកាសជាផ្លូវការរហូតមានមនុស្សមករស់នៅចំនួន 49,360 នាក់នៅឆ្នាំ 1986 ពួកគេត្រូវបានជម្លៀសចេញពីទីក្រុងទាំងអស់ដោយសារតែមានគ្រោះមហន្តរាយប្រតិបត្តិនុយក្លេអ៊ែរ Chernobyl ទោះបីជាសពថ្ងៃគំនិតវិទ្យុសកម្មដែលមានទៀតក៏ដោយក៏ប្រកាសមិនឲ្យមានមនុស្សចូលហើយថែមទាំងចាប់ទុកតែជារំបាលពិសេសទៀតផងទី2កំពង់ផែ Machu Picchu គឺជាកំពង់ផែរបស់អាណាចក្រអ៊ីនកាពីបុរាណកាលពីកំណងសតវត្សទី15និងមានទីតាំងនៅលើជួរភ្នំដែលមានកម្ពស់ 2,430 ម៉ែត្រពីកម្រិតទឹកសមុទ្រវាមានទីតាំងក្នុងតំបន់ Cusco ក្នុងខេត្តអូរ៉ូប៉ាម៉ាស្រុក Machu Picchu នៅក្នុងប្រទេសប៉េរូសព្វថ្ងៃអ្នកបុរាណវិទូជឿជាក់ថាកំពង់ផែនេះត្រូវបានសាងសង់ឡើងសម្រាប់ថ្វាយដល់អធិរាជបច្ឈិលជទីអំឡុងឆ្នាំ 1450 និងត្រូវបានទុកចោលនៅរយៈពេលមួយសតវត្សចុងក្រោយបន្ទាប់ពីមានសង្គ្រាមជាមួយនឹងអេស្ប៉ាញកំពង់ផែនេះនៅរក្សាអត្ថកម្បាំងជាច្រើនដែលមិនទាន់មានអ្នកណាអាចបកស្រាយបានច្បាស់នៅឡើយទេទី3កោះកុនកាន់ជីម៉ាកោះហាស៊ីម៉ាឬតែងត្រូវបានហៅថាជាកោះកុនកាន់ជីម៉ាគឺជាកោះដែលត្រូវបានគេបោះបង់ចោលមានចម្ងាយប្រមាណ 15 គីឡូម៉ែត្រពីទីក្រុងនាកាសាគីភាគខាងត្បូងនៃប្រទេសជប៉ុនអ្វីដែលគួរឲ្យកត់សម្គាល់ផុតលើកោះនេះគឺអគារបេតុងចាស់ដ៏គួរឲ្យព្រឺក្បាលកោះទំហំ 6.3 ហិកតានេះជាកន្លែងលុបរករ៉ែជើងថ្មបាតសមុទ្រតាំងពីឆ្នាំ 1887 រហូតមានមនុស្សរស់នៅដល់ទៅ 5,259 នាក់ក្នុងឆ្នាំ 1959 ក្រោយមកនៅឆ្នាំ 1974 ធនធានដែលក៏ចាប់ផ្ដើមអស់បណ្ដាលឲ្យមនុស្សចាក់ចេញពីកោះនេះរហូតគ្មានមនុស្សរស់នៅដល់សព្វថ្ងៃទី4ទីក្រុង Kolmanskop គឺជាទីក្រុងខ្មោចដែលស្ថិតនៅលើវាលខ្សាច់ណាមីប៊ីភាគខាងត្បូងនៃប្រទេសណាមីប៊ីទីក្រុងនេះធ្លាប់ជាទីក្រុងអ្នកមានដោយសារធនធានរ៉ែប៉ុន្តែសព្វថ្ងៃវាជាទិសដៅដើរកម្សាន្តរបស់ភ្ញៀវទេសចរនិងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Namdech កាលពីឆ្នាំ 1908 កម្មករជនជាតិអាល្លឺម៉ង់ម្នាក់បានរកឃើញត្បូងពេជ្រនៅទីនោះរហូតមានមនុស្សមករករ៉ែជាច្រើនហើយថែមទាំងសាងសង់ផ្ទះនៅថែមទៀតផងកំឡុងទសវត្សរ៍ឆ្នាំ 1920 រ៉ែពេជ្រក៏ចាប់ផ្ដើមអស់និងត្រូវបានមនុស្សបោះបង់ចោលនៅឆ្នាំ 1954 រហូតមកទល់នឹងពេលសព្វថ្ងៃទី5ទីក្រុង Centralia គឺជាទីក្រុងមួយដែលនឹងពិតខ្លាចជាទីក្រុងខ្មោចទីក្រុងនេះមានទីតាំងនៅកូឡុំប៊ីរដ្ឋ Pennsylvania សហ
រដ្ឋអាមេរិកទីក្រុងរ៉ុកដុករ៉ាជុំថ្មនេះត្រូវបានគេបោះបង់ចោលបន្ទាប់ពីមានភ្លើងឆេះរ៉ាជុំក្រោមដីតាំងពីឆ្នាំ1962មករហូតមកទល់នៅពេលសប្តាហ៍ថ្ងៃនេះភ្លើងទាំងនោះនៅមិនទាន់រលត់នៅឡើយទេដែលជាហេតុធ្វើឲ្យទីក្រុងនេះមានផ្សែងពីពេញដូចជាឋាននរកពិតឲ្យថែមទាំងប្រេះដីបាច់រហែងដុំកាលផងដែរជាក់ស្ដែងវានៅមិនទាន់ត្រូវបានទុកចោលទាំងស្រុងទេពីព្រោះកាលពីឆ្នាំ2010មានមនុស្សរស់នៅប្រមាណជាង10នាក់ផងដែរ